ព្រះគម្ពីរគឺជាកំណត់ត្រានៃព្រះបន្ទូលរបស់ព្រះនៅក្នុងគម្ពីរលោកុបាទបានមានចែងទុកអំពីកិច្ចការនៃការបង្កើតរបស់ព្រះក្នុងចំណោមនោះនៅក្នុងលោកុបាទចំពុក1ខ26ពេលព្រះបង្កើតមនុស្សទ្រង់មានបន្ទូលថាទ្រង់ក៏មានបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើងពួកអ្នកប្រាជ្ញព្រះគម្ពីរនិយាយថាពាក្យថាយើងគឺជាអាថ៌កំបាំងតែមិនអាចបកស្រាយបានទេហើយអ្វីបានជាព្រះមានបន្ទូលថាយើងជំនួសឲ្យមានបន្ទូលថាអញទៅវិញរហូតមកដល់ពេលនេះយើងបានជឿដោយមិនសង្ស័យថាព្រះគឺមានតែមួយអង្គប៉ុណ្ណោះប៉ុន្តែពាក្យថាយើងមិនមែនជាទម្រង់ឯកវចនៈទេតែជាទម្រង់ពហុវចនៈនេះមានន័យថាព្រះមិនមែនមានតែមួយអង្គទេប៉ុន្តែគឺជាពួកព្រះនៅក្នុងព្រះគម្ពីរច្បាប់ដើមភាសាហេប្រឺព្រះដែលមានបន្ទូលថាយើងបានត្រូវចែងទុកថាជាអេឡូហ៊ីមនៅក្នុងភាសាហេប្រឺពាក្យអេឡូហ៊ីមគឺជាទម្រង់ពហុវចនៈដែលមានន័យថាពួកព្រះនៅក្នុងភាសាហេប្រឺពាក្យអែលឬអេឡូអាគឺជាទម្រង់ឯកវចនៈដែលមានន័យថាព្រះទូយ៉ាងណាពាក្យអេឡូហ៊ីមដែលមានន័យថាពួកព្រះបានលេចឡើងនៅក្នុងព្រះគម្ពីរប្រហែលជាង 2500 ដងនេះមានន័យថាព្រះដែលបង្កើតរបស់សពសារពើមិនមែនមានតែមួយអង្គទេបើព្រះពិតជាមានតែមួយអង្គមែនហេតុអ្វីបានជាព្រះមានបន្ទូលថាយើងទៅវិញយើងអាចយល់ពីរឿងនេះយ៉ាងងាយបាននៅពេលមើលលទ្ធផលនៃការបង្កើតរបស់ព្រះទ្រង់ក៏មានបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើងទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯងក៏បង្កើតគេឡើងជាប្រុសជាស្រីមនុស្សប្រុសនិងមនុស្សស្រីត្រូវបានបង្កើតឲ្យដូចរូបអង្គរបស់ព្រះដែលបានសម្ដៅអង្គទ្រង់ថាជាយើងព្រះមិនមែនមានតែមួយអង្គទេប៉ុន្តែគឺមានពីរអង្គពលគឺជាព្រះដែលមានរូបអង្គប្រុសនិងព្រះដែលមានរូបអង្គស្រីមនុស្សបានហៅព្រះដែលមានរូបអង្គប្រុសថាព្រះវរបិតាងារថាឪពុកគឺជាងារដែលមានតែកូនប៉ុណ្ណោះទើបអាចប្រើបានមិនថាបុរសម្នាក់មានអាយុច្រើនប៉ុណ្ណាហើយទេបើគាត់គ្មានកូនគាត់មិនអាចត្រូវបានហៅថាឪពុកនោះឡើយហើយបើបុរសម្នាក់មានកូននោះមានន័យថាក៏មានម្ដាយដែលជាអ្នកផ្ដល់កំណើតដល់កូននោះដែរងារថាឪពុកអាចមានទៅបានលុះត្រាតែមានវត្តមានរបស់ម្ដាយដូច្នេះហើយងារថាព្រះវរបិតាក៏បានផ្ដល់តម្រុយដល់យើងថាមានវត្តមានរបស់ព្រះមាតាផងដែរព្រះគម្ពីរបង្រៀនយើងថាយើងមានព្រះមាតានៅឋានសួគ៌តែក្រុងយេរូសាឡឹមដែលនៅឋានលើនោះជាស្រីអ្នកជាវិញដែលជាម្ដាយយើងទាំងអស់គ្នាព្រះដែលបានសម្ដៅអង្គទ្រង់ថាជាយើងនៅក្នុងលោកុបាទគឺជាព្រះវរបិតានិងព្រះមាតាមូលហេតុដែលពួកអ្នកប្រាជ្ញព្រះគម្ពីរមិនអាចបកស្រាយអាថ៌កំបាំងនៃពាក្យថាយើងគឺដោយសារតែពួកគេមិនបានស្គាល់ពីវត្តមានរបស់ព្រះមាតាហើយអញ្ចឹងហេតុអ្វីបានជាត្រូវតែមានព្រះមាតាត្បិតទ្រង់បានបង្កើតរបស់សពសារពើមកហើយគឺដោយបំណងព្រះハរតីទ្រង់ហើយតែរបស់ទាំងនោះបានកើតមកហើយមាននៅផងរបស់សពសារពើនៅក្នុងពិភពលោកនេះគឺបានបង្កើតមកដោយមានព្រះハរតីរបស់ព្រះសូមក្រឡេកមើលរបស់សពសារពើដែលនៅជុំវិញយើងបក្សីដែលហើរនៅលើមេឃមានឪពុកនិងម្ដាយមច្ឆាដែលហែលនៅក្នុងសមុទ្រមានឪពុកនិងម្ដាយសត្វតោដែលរស់នៅទីវាលក៏មានឪពុកនិងម្ដាយដែរមនុស្សជាតិក៏ដូចគ្នាដែរតើតែមានទាំងឪពុកនិងម្ដាយទើបអាចបង្កើតជីវិតមួយបានព្រះបានធ្វើឲ្យគ្រប់ភាវៈរស់ទាំងអស់ទទួលជីវិតតាមរយៈឪពុកនិងម្ដាយហើយជាពិសេសទ្រង់បានឲ្យទទួលជីវិតតាមរយៈម្ដាយរបស់ខ្លួនតើព្រះハរតីរបស់ព្រះដែលមាននៅក្នុងនោះគឺជាអ្វីដូចជាយើងទទួលជីវិតខាងសាច់ឈាមពី
ពីម្ដាយខាងសាច់ឈាមរបស់យើងអាចទទួលជីវិតខាងវិញ្ញាណដែលជាជីវិតអស់កលនោះបានពីព្រះមេដារបស់យើងនេះជាព្រះハរតីរបស់ព្រះនៅក្នុងរបស់សពសារពើទាំងអស់ព្រះមានបន្ទូលថាទាំងព្រះជាស្ដាដ៏នៅអស់កលជានិច្ចនិងនិស័យជាព្រះរបស់ទ្រង់នោះឃើញច្បាស់វិញដោយពិចារណាយករបស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមកតើយើងទទួលជីវិតដោយខ្លួនឯងឬគ្មានអ្នកណាដែលកើតមកដោយខ្លួនឯងទេកំណើតនៃជីវិតគឺជាអាថ៌កំបាំងដែលមនុស្សមិនអាចដោះស្រាយបានតាមរយៈអាថ៌កំបាំងនេះយើងអាចបញ្ជាក់ពីវត្តមានរបស់ព្រះបានពាក្យយើងនៅក្នុងព្រះគម្ពីរគឺជាអាថ៌កំបាំងដែលសូម្បីតែអ្នកប្រាជ្ញព្រះគម្ពីរក៏មិនអាចដោះស្រាយបានដែរព្រះដែលបានសម្ដៅអង្គទ្រង់ថាជាយើងគឺជាព្រះវរបិតានិងព្រះមាតាព្រះវិញ្ញាណនិងប្រពន្ធថ្មងថ្មីពោលថាអញ្ជើញមកហើយអ្នកណាដែលឮក៏ថាអញ្ជើញមកដែរអ្នកណាដែលស្រែកនោះមានតែមកហើយអ្នកណាដែលចង់បានមានតែយកទឹកជីវិតនោះចុះឥតចេញថ្លៃទេនៅចំនួនព្រះវិញ្ញាណបរិសុទ្ធព្រះដែលប្រទានទឹកជីវិតគឺជាព្រះវរបិតាដែលជាព្រះវិញ្ញាណនិងព្រះមាតាដែលជាប្រពន្ធថ្មងថ្មីដោយដែលព្រះបានបង្ហាញយើងតាមរយៈរបស់សពសារពើក្នុងពិភពលោកនោះជីវិតអស់កលអាចត្រូវបានប្រទានមកយើងមិនមែនដោយព្រះតែមួយអង្គទេគឺដោយព្រះអេឡូហ៊ីមតើយើងអាចទទួលជីវិតអស់កលពីព្រះអេឡូហ៊ីមពោលគឺជាព្រះវរបិតានិងព្រះមាតាដោយរបៀបណាសូមស្វែងយល់អំពីនេះបន្ថែមទៀត